ខ្ញុំនិយាយថាអ្នកអាចបាត់បង់ខ្លួនឯងមកផ្លេតបានតែកុំបាត់បង់ក្តីសម័យខ្លួនឯងប៉ុន្តែអ្នកខ្លះគាត់លើកឡើងថាបាត់អីក៏បាត់ទៅកុំបាត់ខ្លួនឯងបាត់អីក៏បាត់ទៅកុំតែបាត់ក្តីសង្ឃឹមបាត់អីក៏បាត់ទៅកុំតែបាត់ស្នាមញញឹមប៉ុន្តែរឿងមួយដែលពិបាកសម្រាប់បងប្អូនបាត់សង្សារពិបាកជាងបាត់ខ្លួនឯងទៀតមែនអ្នកមានសង្សារខ្ញុំឡាំឡាយអ្នកសៀមរាបហើយជាក់ស្ដែងបាញ់មិញពិធីការនេះបានបង្ហាញថាខ្ញុំគឺជាអ្នកដែលបង្កើតកម្មវិធីសេរី podcast តែជាក់ស្ដែងទៅខ្ញុំធ្វើកិច្ចការងារជាច្រើនប៉ុន្តែបងប្អូនខ្លះស្គាល់ខ្ញុំថាជាអ្នកនិពន្ធហើយបងប្អូនខ្លះស្គាល់ខ្ញុំថាក្នុងនាមជាសហគ្រិនបងប្អូនខ្លះស្គាល់ខ្ញុំក្នុងនាមជាអ្នកដឹកនាំកម្មវិធីអំណាចយុវជនបងប្អូនខ្លះស្គាល់ស្នាដៃឬក៏បងប្អូនខ្លះស្គាល់ខ្ញុំតាមរយៈថាខ្ញុំសបល់ស្អែមនិយាយរដើនដោយអ្នកសៀមរាបអញ្ចឹងទៅដូច្នេះថ្ងៃនេះយើងមានរឿងជជែកគ្នាជាច្រើនហើយក៏មានវិទ្យាមិនកិត្តិយសយើងបានចែកម្លែករឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងក្តីសម័យរបស់ខ្លួនឯងស្របទៅតាមអ្វីដែលកម្មវិធីបានលើកឡើងគឺ live your dream ដូច្នេះទាំងអស់គ្នាខ្ញុំអត់មានអីមកនិយាយពីខ្លួនឯងច្រើនទេប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយអ្វីដែលបងប្អូននឹងជួបប្រទះឬក៏បងប្អូនខ្លះឬក៏វិទ្យាមិនដែលបានឆ្លងកាត់រឿងរ៉ាវជីវិតជាច្រើននេះប្រហែលជាគាត់បានជួបរឿងរ៉ាវស្តៀងគ្នាទេខ្ញុំនិយាយថាអ្នកអាចបាត់បង់ខ្លួនឯងមកផ្លេតបានតែកុំបាត់បង់ក្តីសម័យខ្លួនឯងប៉ុន្តែអ្នកខ្លះគាត់លើកឡើងថាបាត់អីក៏បាត់ទៅកុំបាត់ខ្លួនឯងបាត់អីក៏បាត់ទៅកុំតែបាត់ក្តីសង្ឃឹមបាត់អីក៏បាត់ទៅកុំតែបាត់ស្នាមញញឹមប៉ុន្តែរឿងមួយដែលពិបាកសម្រាប់បងប្អូនបាត់សង្សារពិបាកជាងបាត់ខ្លួនឯងទៀតមែនអ្នកមានសង្សារបាទដូច្នេះយើងទៅជែកគ្នា10នាទីនេះខ្ញុំគិតថាប្រហែលជាខ្ញុំមានកលឹះខ្លះនៅក្នុងការចែករំលែកពាក់ព័ន្ធជាមួយនឹងការបាត់ខ្លួនឯងមកផ្លេតតែកុំបាត់ក្តីសម័យខ្ញុំមានសំណួរចង់សាកសួរបងប្អូនបន្តិចសំណួរទី1បងប្អូនអាចជួយលើកដៃខ្ញុំតើនរណាដែលកំពុងតែមានក្តីសម័យបងប្អូនលើកដៃឲ្យខ្ពស់បាទអរគុណច្រើនអរគុណតើលើកដៃចុះសំណួរមួយទៀតតើនរណាដែលធ្លាប់បោះបង់ក្តីសម័យខ្លួនឯងចោលបងប្អូនលើកដៃមួយទៀតអរគុណច្រើនបងប្អូនខ្ញុំជឿជាក់ថាបងប្អូនលើកដៃសុទ្ធតែឆ្លងកាត់នៅអារម្មណ៍មួយធ្លាប់មានក្តីសម័យហើយស្រាប់តែបាត់បង់ក្តីសម័យខ្លួនឯងឬក៏អ្នកខ្លះសម្រាប់ក្តីសម័យមួយហើយអត់អាចឈោងចាប់ក្តីសម័យមួយទៀតបានដោយសារតែក្តីសម័យមានច្រើនដូច្នេះខ្ញុំឲ្យបងប្អូនស្ដាប់រឿងរ៉ាវខ្ញុំបន្តិចរឿងរ៉ាវរបស់ខ្ញុំតាមការពិតទៅមិនមែនជារឿងដែលចម្លែកហ្មងទេស្តៀងនឹងវិទ្យាមិនជាច្រើនស្តៀងនឹងការលើកឡើងរបស់បងប្អូនជាច្រើនទៀតថាជីវិតយើងកើតមកអត់មានអ្នកណាគេស្ពាយទ្រព្យសម្បត្តិមកជាមួយទេបងប្អូននៅទីនេះខ្ញុំជឿជាក់ថាអ្នកខ្លះមកពីខេត្តមកពីសៀមរាបមកពីកន្លែងណាក៏ដោយបងប្អូនតែងតែយកក្តីសម័យខ្លួនឯងមកដាក់នៅទីនេះពិសេសជាងគេអ្នកមកពីខេត្តរៀននៅភ្នំពេញអ្នកណាគេមកពីខេត្តហើយមករៀននៅភ្នំពេញលើកដៃទាំងអស់គ្នាភាគច្រើនបូកទាំងខ្ញុំដែរហើយខ្ញុំខ្លួនឯងពេលដែលខ្ញុំនៅពីក្មេងឪពុករបស់ខ្ញុំបានស្លាប់ចោលខ្ញុំទង់អាយុប្រហែលជា10ឆ្នាំបងប្អូនយើង5នាក់កាលនោះប្រហែលជាបងប្អូនបានដឹងមួយចំនួនខ្ញុំធ្លាប់ចែកម្លែកជាច្រើនបងប្អូនយើង5នាក់ត្រូវរស់នៅក្នុងភាពជាខ្លួនឯងទាំង5នាក់ហើយត្រូវរស់នៅក្នុងភាពជាអ្នកអត់មានអ្នកគុតគង់ទាំងអស់ហើយពេលនោះទស្សនវិជ្ជាជីវិតរបស់ខ្ញុំនិយាយថាអត់ជំរឿគឺជាជំរឿល្អបំផុតហើយសភៅនេះខ្ញុំបានសរសេរនៅក្នុងclear នេះខ្ញុំបានសរសេរនៅក្នុងសភៅទស្សនៈផ្ដាច់ផ្លូវក្រោយជាស្នាដៃរបស់ខ្ញុំរបស់ពុំ2016-17មកដូច្នេះអត់ជំរឿថាខ្ញុំអត់មានលុយទៅទិញសភៅរៀនទេប៉ុន្តែខ្ញុំទៅខ្ចីសភៅគេអានខ្ញុំអត់មានលុយដើម្បីទៅទិញសម្លៀកបំពាក់ថ្មីទេប៉ុន្តែខ្ញុំនៅតែមានសភៅថ្មីហើយខ្ញុំអត់មានឱកាសទៅរៀនភាសាអង់គ្លេសដូចបងប្អូនទេប៉ុន្តែភាសាអង់គ្លេសខ្ញុំនិយាយបានខ្ញុំអាចធ្វើការបានខ្ញុំមិនមានឱកាសរៀនកុំព្យូទ័រនៅសាលាល្អទេប៉ុន្តែខ្ញុំមានឱកាសអាចប្រើកុំព្យូទ័របានខ្ញុំចេះទៅសេកូដខ្ញុំចេះ graphic design ខ្ញុំចេះ video editing គ្រប់យ៉ាងទាំងអស់នោះដោយសារតែអត់ជំរឿបងប្អូននៅទីនេះអ្នកខ្លះកំពុងតែពាក់ខោអាវរហែកប៉ុន្តែបងប្អូនឈានមកជើងឈានមកចំហៀនទៀតទៅមើលពិភពលោកអ្នកខ្លះអត់ទៅមានអាវពាក់ផងបងប្អូនកំពុងតែទៀមទាអីមួយយ៉ាងពីសង្គមប
បងប្អូនកំពុងតែទៀមទាអីមួយយ៉ាងពីម្ដាយពីឪពុកប៉ុន្តែបងប្អូនអត់ដែលសួរខ្លួនឯងតែយើងធ្វើអីបានខ្លះសម្រាប់ខ្លួនឯងទេកន្លែងនេះខ្ញុំចង់បានន័យថាខ្ញុំបានមានក្តីសម័យពីក្មេងមកក្តីសម័យរបស់ខ្ញុំអត់អាចទៅមុខរួចហ្មងពីក្មេងមកម្ដាយរបស់ខ្ញុំឬម៉ែអ្នកសម្រៀបគេហៅម៉ែម៉ែរបស់ខ្ញុំថាជូនពរឲ្យកូនខ្លាយទៅជារដ្ឋមន្ត្រីជូនពរឲ្យកូនខ្លាយជានាយករដ្ឋមន្ត្រីហើយក្តីសម័យខ្ញុំពេលនោះពិតតែចង់ខ្លាយជានាយករដ្ឋមន្ត្រីមែនចង់ខ្លាយជារដ្ឋមន្ត្រីមែនហើយសភៅដែលខ្ញុំអានសិតតែជាសភៅបែបនយោបាយសភៅសេដ្ឋកិច្ចសភៅអីជាច្រើនដល់ពេលអញ្ចឹងទៅខ្ញុំស្គាល់មេដឹកនាំនយោបាយជាច្រើនហើយធ្វើឲ្យខ្ញុំនឹកឃើញថាចង់ខ្លាយជាប៉ុន្តែដល់ដំណាក់កាលមួយយើងមើលទៅក្រោយវិញយើងអត់មានអីទេដល់វិនាទីនេះកន្លែងនេះខ្ញុំបានរកឃើញក្តីសម័យមួយប៉ុន្តែក្តីសម័យនោះទៀតសោតដូចវិទ្យគ្មិនបានលើកឡើងពីដើមមិនមែនគ្រប់គ្នាមានក្តីសម័យសុទ្ធតែអាចធ្វើបានទេហើយមិនមែនគ្រប់គ្នាមានក្តីសម័យមានជំហានទៅសុទ្ធតែអាចទៅមុខរួចបានទេដូច្នេះខ្ញុំមានពាក្យមួយឃ្លាចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនទៅមុខអត់ដល់បងប្អូនបាត់ខ្លួនឯងតែកុំវែងក្តីសម័យប៉ុន្តែបើសិនជាបាត់ខ្លួនឯងហើយតើត្រូវធ្វើម៉េចខ្ញុំមានកលឹះទាំង6ទី1បងប្អូននៅឲ្យស្ងៀមសម្រាប់មួយផ្លេតសិនបងប្អូនសាកមើលឃ្លានៅខាងលើខ្ញុំថាធ្វើដំណើរទៅមុខយឺតជាងធ្វើដំណើរទៅខុសផ្លូវហើយទី2បងប្អូនមើលថាដំណើរបន្តិចសិនមើលខ្លួនឯងបន្តិចមើលហើយសម្រាប់សិនទៅដាក់ខ្លួននៅកន្លែងណាដែលគេព្រមទទួលយកយើងអ្នកខ្លះជីវិតធ្លាក់ដល់ក្រោមសូន្យផងប៉ុន្តែគេនៅតែអាចងើបមករួចបានចុះយើងវិញអានេះគឺជាកលឹះទី1ដែលខ្ញុំសម្រាប់ពេលខ្លះខ្ញុំអង្គុយផឹកកាហ្វេមួយកែវពេលខ្លះខ្ញុំអត់ធ្វើអីសោះខ្ញុំប្រឡងធ្លាក់ទី12ខ្ញុំរៀនមួយឆ្នាំទៀតខ្ញុំអត់មានឱកាសរៀន2ឆ្នាំនៅមហាវិទ្យាល័យដោយសារតែខ្ញុំសម្រាប់ពួកខ្ញុំវែងខ្លួនឯងខ្ញុំបាត់ខ្លួនឯងខ្ញុំមិនដឹងខ្ញុំត្រូវទៅណាទៀតទេទៅដាំបន្លែធ្វើស្រែហ្នឹងគឺជារបៀបសម្រាប់របស់ខ្ញុំយ៉ាងងាយទី2មើលផ្លូវចិត្តខ្លួនឯងឡើងវិញមនុស្សយើងបាត់អីទៅកុំតែបាត់ផ្លូវចិត្តហ្នឹងអញ្ចឹងបានគេថាមានដង្ហើមគឺមានសង្ឃឹមមែនទេដកដង្ហើមមានសង្ឃឹមហើយមានសង្ឃឹមហើយគឺមានស្នាមញញឹមបញ្ហាប្រៀបបានដូចជាការបង្រៀនយើងថាតើយើងចេះដោះវាប៉ុណ្ណាវិញ្ញាសាជីវិតយើងមកមួយទៅមួយសំខាន់ជាងគេស្នាមញញឹមហើយទី3បងប្អូនបាត់អីបានកុំបាត់ខ្លួនឯងប៉ុន្តែបើបាត់ហើយបាត់ចុះកុំដាក់សម្ពាធបន្ថែមទៀតបាត់ចុះតែបាត់តែមួយផ្លេតទៅបានហើយរោវិញឲ្យឃើញមកហើយរោនឹងកលឹះរបស់ខ្ញុំនេះខ្ញុំប្រាប់ដល់ឯងតាំងប្រហែលចំណុចដល់ឯងហើយគេអាចបោះបង់យើងបានសង្សារយើងបោះបង់យើងបានតែយើងកុំបោះបង់ខ្លួនឯងស្ដាប់បានទេកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យច្រើនបាទចិត្តដល់ម៉ោងហើយចំណុចទី3ស្វែងរកជំនួយពាក្យមួយឃ្លានិយាយតែម៉ាត់ទេរឹងមាំកុំរឹងរូសខ្ញុំជាមនុស្សខ្លាំងពីក្មេងមកចេះរកលុយខ្លួនឯងតាំងពីអាយុ11ឆ្នាំហើយខ្ញុំមានចរិតរឹងរូសណាស់អត់សូវចេះចិត្តពឹងគេទេប៉ុន្តែដល់ដំណាក់កាលមួយធ្ងន់ប្រឡែងទៅទុនភ្លុនខ្លះទៅណាទុនភ្លុនខ្លះទៅតែកុំទុនជ្រាយសុំជំនួយពីគេទី4បងប្អូនងាកមកមើលភាពខ្លាំងរបស់ខ្លួនឯងវិញខ្ញុំធ្លាប់ប្រឡូកនៅក្នុងវិស័យផ្សេងជាច្រើនប៉ុន្តែវិនាទីនេះពេលនេះខែនេះគឺជាការចាប់ផ្ដើមដំបូងនៅក្នុងវិស័យដែលខ្ញុំខ្លាំងខ្ញុំស្រឡាញ់ផ្នែកអប់រំខ្ញុំបញ្ចប់ថ្នាក់អនុបរិទ្ធផ្នែកអប់រំខ្ញុំធ្វើការលើវិស័យអប់រំ10ឆ្នាំជាងខ្ញុំប្រោះផ្ដាអំណាន10ឆ្នាំជាងដូច្នេះមិនបានខ្ញុំទៅធ្វើរឿងដែលខ្ញុំអត់ខ្លាំងដូច្នេះខ្ញុំត្រឡប់មកវិញហើយបងប្អូនចាំមើលលទ្ធផលខ្ញុំប្រាប់ថាទីនេះខ្ញុំនៅកន្លែងនេះខ្ញុំចាប់ផ្ដើមជាមួយអ្វីដែលខ្ញុំខ្លាំងដូច្នេះបងប្អូនធ្វើអីដែលខ្លួនឯងអត់ខ្លាំងបងប្អូនមិនបាត់ខ្លួនឯងអាហ្នឹងជាអីដែលខ្ញុំចង់ចែកម្លែកចំណុចទី5កុំភ្លេចសួរខ្លួនឯងជាប្រចាំកុំចាំបាច់សួរថាអូបងឯងដើរដល់ណាហើយជីវិតបងឯងដល់ណាហើយមិនបាច់ចាំឲ្យគេសួរទេសំណួរហ្នឹងមិនមែនជាទូនាទីរបស់គេទេសំណួរហ្នឹងគឺជាទូនាទីរបស់ខ្លួនឯងសួរថាខ្លួនឯងដល់ណាហើយគឺត្រូវសួរខ្លួនឯងមុនគេសួរខ្លួនឯងជាប្រចាំហើយចុងក្រោយទី6ខ្ញុំភាគច្រើនខ្ញុំផ្សេងសភៅបែបនយោបាយបែបភាពជាអ្នកដឹកនាំបែបអីប៉ុន្តែខែ3នេះខ្ញុំនឹងបោះពុម្ពផ្សាយសភៅមួយក្បាលមានចំណងជើងថាជីវិតគឺអញ្ចឹង Life is just like that you have to accept it យើងដើរមានក្តីសម័យដល់ពេលយើងអត់ដល់ក្តីសម័យសម្រាប់ខ្លួនមែនអត់ទេត្រូវប្រឡែងវាបន្តិចទៅ It's the flow of water it's a flow of life you have to accept it and learn from it
ដូច្នេះអាហ្នឹងគឺជាចំណុចចាប់ផ្ដើមមើលខ្លួនឯងហើយបាត់អីក៏បាត់ទៅព្រោះជិតដល់ម៉ោងហើយអ្នកកើតមកដើម្បីបំពេញក្តីសម័យរបស់ខ្លួនឯងតើនេះក្តីសម័យរបស់ខ្លួនឯងទៅវិញរោខ្លួនឯងឃើញហើយខ្ញុំមានខ្វត2សបិនទាំងអស់ឬក្តីសម័យទាំងអស់អាចខ្លាយជាការពិតបានលុះត្រាណាតែយើងមានសេចក្តីក្លាហានក្នុងការទៅធ្វើវាដូចវិទ្យាមិនក៏បានលើកឡើងសុភ័ក្រក៏បានលើកឡើងគាត់អត់ហ៊ានទេប៉ុន្តែគាត់ដល់កន្លែងហ្នឹងព្រោះថាគាត់ធ្វើវាឥឡូវហ្នឹងហើយទី2អនាគតរបស់យើងជាកម្មសិទ្ធិរបស់យើងលុះត្រាណាតែយើងជឿជាក់លើភាពស្រស់ស្អាតនៃក្តីសម័យរបស់យើងអានឹងគឺជាចំណុចសំខាន់បងប្អូនអាចពិចារណាបន្ថែមបានហើយចុងក្រោយស្នាដៃរបស់ខ្ញុំបានទៅសេជាច្រើនប៉ុន្តែបែបសង្គមទេខ្ញុំនិយាយថាអរគុណសង្គមថាយើងអត់ចម្ពាក់ស្នាមឲ្យញឹមគ្នាតើនេះទៅសៀមរាបចង់ស្គាល់គ្នាហៅបាយមកពេលខ្ញុំប៉ាវក៏បានដែរកុំភ្លេចចម្ពាក់គុំចម្ពាក់ស្នាមឲ្យញឹមគ្នាញឹមឲ្យអស់រីករាយមួយបញ្ហាជីវិតឲ្យអស់ដូច្នេះខ្ញុំមានតែប៉ុណ្នេះអរគុណបងប្អូនញញឹមហើយទៅមុន